សួស្តីទាំងអស់គ្នាជួបគ្នាបន្តទៀតជាមួយនឹងពាក្យបន្តនៅក្នុងរឿងច័ន្ទចៅអេដមីនបញ្ញាថានឹងបញ្ញាបញ្ចប់ដើម្បីចូលរឿងថ្មីទៀតតោះឥឡូវក៏មកខាត់ពេលវេលាយូរណាចុច Subscribe ម្នាក់មួយសម្រាប់គ្នាយើងដែលមិនទាន់បានចុចហើយចូលទៅកាន់សាច់រឿងជាមួយនឹង Admin ដូចតទៅនៅពេលនេះទីងចៅហួយការពិតទៅគាត់បន្លំខ្លួនយកលេសមកចូលរួមពិធីបុណ្យកំណើតរបស់ជីងយឺមីងដែលជាហឺប៉ហ្នឹងទាំងអស់គ្នាហើយយកលេសមួយទៀតគឺសុំផ្ទះរបស់គេស្នាក់នៅដើម្បីតាមរកប្អូនស្រីប៉ុន្តែអំឡុងពេលដែលគាត់ស្នាក់នៅគាត់ចេះតែងាកមើលលិចងាកមើលកើតអញ្ចឹងណាប្រពន្ធរបស់ជីងយឺមីងក៏ប្រាប់ថាណែអ្នកប្រុសទីងកុំដាស់ផ្លេចផ្ដាស់អីប្រយ័ត្នប្តីខ្ញុំសង្ស័យនៅពេលនោះគាត់ក៏សួរវិញថាសង្ស័យអីគេទៅស្រាប់តែភ្លាមនោះជីងយឺមីងហ្នឹងគាត់ក៏ដើរមកដល់ប្រពន្ធរបស់ជីងយឺមីងហ្នឹងគាត់ក៏បញ្ញាប់ចាក់ចេញហើយជីងយឺមីងគាត់ថាក្មួយប្រុសបានមកចូលរួមពិធីគូកំណើតរបស់យើងអញ្ចឹងល្អហើយឪពុកឯងនឹងយើងអាយុតណាលគ្នាគួរស្ដាយណាស់ដែលគាត់ហ្នឹងមានគួរថ្នាក់អញ្ចឹងយើងពិតជានឹកដល់គាត់ខ្លាំងមែនទែនតែជីងចាហួយគាត់ថាចេះកុំគិតរឿងមិនល្អអីលោកពូអើយជិតដល់ពិធីគូកំណើតហើយខ្ញុំខ្លាចតែប្អូនស្រីរបស់ខ្ញុំយល់ច្រឡំបែបហ្នឹងហើយបន្តមកសងសឹកជាមួយលោកពូទេបានតែខ្ញុំមកហ្នឹងប៉ុន្តែនៅពេលដែលគេចាក់ចេញទៅទាំងអស់គ្នាកូនរបស់ជីងយឺមីងមកប្រាប់ថាមើលទៅគួរតែសម្រាប់គេបំបិតមាត់ចោលឬកុំឲ្យគេមកបង្កបញ្ហាប៉ុន្តែជីងយឺមីងដែលជាឪពុកវិញគាត់ថាមកបញ្ហាអីទៅពេលនេះឃ្លាំមើលគេបានស្អិតទៅបទប្រកាសជាអាចដឹងថាគេមកដើម្បីអីហើយណាគេចង់មករករឿងយើងម្នាក់គឺត្រូវចាត់ការម្នាក់មិនខ្លាចនោះទេម្យ៉ាងវិញទៀតរឿងនៅក្នុងវិមានចុងសៀវឯងគួរតែរៀបចំឲ្យបានល្អប៉ុន្តែនៅក្នុងពេលនេះកូនប្រុសរបស់គាត់មានអារម្មណ៍ថាជឿហួរខ្ញុំប្រាប់អីគាត់ធ្វើតាមដែរម្យ៉ាងវិញទៀតម្ដងនេះគេដូចជាយឺតទឹកចិត្តដល់ហើយតែខ្ញុំភ័យព្រោះអីចាន់ចៅស៊ើបអង្កេតមករហូតឪពុកក៏ទៅវិញថាឯងជាអ្នកស្នងបន្តវិញពីយើងស្របច្បាប់ឯងបើជាគ្មានគំនិតអីសោះបើជឿហួរឲ្យរងចាំគេបន្តិចទៅរៀនដោះស្រាយបញ្ហាដូចជាគេអញ្ចឹងថ្ងៃមុខថ្ងៃក្រោយឯងគឺជាអ្នកគ្រប់គ្រងហើយក្លែអមមើលបែកທາງវិញទាំងអស់គ្នានៅពេលនេះគាត់កាន់អារម្មណ៍យក្សាតូចនឹងហើយនឹងក៏ដើរចូលទៅជួបជាមួយនឹងចុងហ័រដែលចុងហ័រនឹងពេលនេះត្រូវបានគេចាប់យកមកចងទៀតហើយស្ថិតក្រោមការអង្កេតមើលរបស់លីងឡុងប៉ុន្តែនៅពេលនេះបែកທາງសម្រាប់ចិត្តថានឹងនាំចុងហ័រហ្នឹងចាក់ចេញទៅខាងក្រៅលីងឡុងជាយាមមកគាត់ចិត្តជីបចោគេជាប់រួចហើយហ្នឹងក៏បញ្ច្រកថ្នាំមិនឲ្យចុងហ័រហ្នឹងអាចនិយាយបាននោះទេតែធ្វើឲ្យគេនឹងស្រែកដូចជាគោយ៉ាងបានមួយវ៉ានឹងឯងគាត់ភ័យខ្លាំងមែនតើប៉ុន្តែបែរທາງថាយើងមិនសម្លាប់ឯងនន់តែបលាក់ដៃទេយើងយកឲ្យឯងទទួលទោសសំណអ្វីដែលឯងធ្វើបន្ទាប់មកក៏ចាប់ចុងហួនមកជួបជាមួយនឹងជឺហួរវិញទាំងអស់គ្នាពេលដែលមកដល់ហើយហ្នឹងគាត់ក៏ប្រាប់ទៅកាន់ជឺហួរថាគេបានបញ្ចុះថ្នាំកោទៅឲ្យឆុងហួរហ្នឹងយូរណាស់មកហើយអញ្ចឹងហើយចាន់ចៅសួរបានដឹងអីទេឥឡូវហ្នឹងគេយកមកធ្នូជាមួយថ្នាំបន្សាបដើម្បីជួយសង្គ្រោះបងប្រុសរបស់គេទាំងពីរនាក់ដែលទៅថ្នាំអំពុលរបស់ជឺហួរដាក់ដើម្បីបញ្ជាស្មារតីហ្នឹងប៉ុន្តែជឿគាត់ថាយើងមានតែប្រើឯងឲ្យចាប់ចុងហួរមកដើម្បីបដូរថ្នាំបន្សាបឯណាយើងឲ្យឯងទៅស៊ើបអង្កេតផ្ដល់ដំណឹងពីសកម្មភាពច័ន្ទចៅមកឲ្យយើងមិនចង់សម្លាប់យើងជីវិតរបស់យើងមួយបដូរជីវិតបងប្រុសរបស់ឯងពីរនាក់ពិតទៅចំណេញដែរតើព្រាមហ្នឹងច័ន្ទចៅគាត់ក៏ស្រែកថាយើងមកដល់ហើយដល់ទៅពេលអញ្ចឹងជឿគាត់ថាល្អមែនតើបែរທາງក៏នៅទីនេះដែរបែរທາងគាត់ក៏ដើរចេញមកដល់ការពិតទៅច័ន្ទចៅគាត់ថាគាត់មកទីនេះខ្លាចក្រែងបែរທາງមានគ្រោះថ្នាក់តែបែរທາງថាជីវិតរបស់គាត់នៅពេលនេះគាត់ចង់ធ្វើអីស្រេចតែចិត្តរបស់គាត់មិនចាំបាច់មានពីណាគេមកខ្វល់ឬមកក៏បញ្ជាគាត់ធ្វើអីនោះទេយុទ្ធធម៌គាត់ត្រូវតែរកដោយខ្លួនឯងគឺមិនពឹងពាក់ទៅលើច្បាប់រាជការដូចជាច័ន្ទចៅនោះទេច័ន្ទចៅនៅពេលហ្នឹងព្យាយាមនាំបែរทางទៅវិញតែបែរทางថាចាប់តាំងពីនេះតទៅពួកយើងបែកផ្លូវគ្នារួចហើយហ្នឹងក៏ទាញដាវចាក់ច័ន្ទចៅឲ្យបណ្ដេញគេចេញមិនថាច័ន្ទចៅអត់គិតក៏ត្រូវមកដាវបែបហ្នឹងទៅបន្ទាប់មកឆុងហួនក៏ត្រូវបានជឺហួននឹងសម្លាប់បាត់ទៅហើយបែរทางក៏អស់សាកសពរបស់ឆុងហួនហ្នឹងហើយទាញរៀបគេឲ្យមនុษย์ជង្គង់នៅចំពោះមុខភ្នោរបស់ហ្វាន់ឆុងហើយបន្ទាប់មកទៀតគាត់ក៏បានប្រាប់ច័ន្ទចៅថាឃើញអត់យុទ្ធធម៌នៅក្នុងពេលនេះគឺមិនអាចរកបាននោះទេយុទ្ធធម៌គឺរើសកន្លែងលោកម្ចាស់ប៉ាបើទោះបីជាគាត់យុទ្ធធម៌ប៉ុណ្ណាក៏ដោយគាត់មិនអាចមកធ្វើយុទ្ធធម៌គ្រប់ទីកន្លែងបាននោះទេម្យ៉ាងវិញទៀតដឹងថាហេតុអីបានជាក្នុងក្រុងសៀងឆឹងនេះគេគោរពទៅកាន់រូបសំណាករបស់យក្សដែរឬមួយក៏អត់ដោយសារតែទីនេះគ្មានយុទ្ធធម៌ទេរាជការមិនអាចផ្ដល់យុទ្ធធម៌ឲ្យប្រជាជនបានដើម្បីបានយុទ្ធធម៌ត្រូវតែប្រឹងប្រែងរកយុទ្ធធម៌ដោយខ្លួនឯងអញ្ចឹងហើយបានជាម្នាក់គោរពយក្សព្រោះយក្សគឺប្រើប្រាស់អំពើហិង្សាដើម្បីរកយុទ្ធធម៌ឲ្យខ្លួនឯងអញ្ចឹងមកចាប់ដៃជាមួយយើងដើម្បីរកយុទ្ធធម៌ជាមួយគ្នាទៅច័ន្ទចៅអើយព្រោះអីនៅទីនេះឯងនឹងអត់ថាព្រះអង្គម្ចាស់ហួយមានអំណាចពង្រីកទឹកដីនៅទីនេះហ្នឹងគ្រប់គ្រងជាង10ឆ្នាំមកទៅហើយរំពឹងទៅលើច័ន្ទចៅឯងមួយដែលព្រះអង្គផ្ដល់ឱកាសមិនពិតប្រាកដមួយឲ្យឯងមកបំផ្លាញអំណាចរបស់ព្រះអង្គម្ចាស់ហួយឯងគិតថាទៅរួចអត់ពួកគេគឺពិតជាមើលងាយជីវិតរបស់ឯងខ្លាំងណាស់ឯងគិតថាម្នាក់ឯងនេះគឺអាចប្រឆាំងជាមួយនឹងអំណាចរបស់ព្រះអង្គម្ចាស់ហួយបានហើយទោះបីជាលោកម្ចាស់ប៉ាវមកដល់ទីនេះក៏មិនប្រកាសថាគាត់អាចធ្វើអីបាននោះដែរទម្រាំទៅយុទ្ធធម៌បានមកដល់មនុស្សទាំងអស់ស្លាប់បាត់ទៅហើយយើងចូលរួមដៃជាមួយនឹងយើងធ្វើជាយក្សដើម្បីរកយុទ្ធធម៌ឲ្យប្រជាជននៅខ្លួនឯងទៅនៅពេលនោះច័ន្ទចៅគាត់ក៏នឹកឃើញពីធ្វើជាយក្សហ្នឹង
គាត់មានអារម្មណ៍ថាគាត់ដូចធ្លាប់ឆ្លងកាត់ប្រវត្តិជូរចត់ទៅជាមួយរឿងយៈហ្នឹងហើយដូចជាបានធ្វើខុសអ្វីមួយអញ្ចឹងទាំងអស់គ្នាដោយយៈហ្នឹងមិនប្រកាសថាធ្វើទង្វើត្រូវទេណាចឹងគាត់ក៏បដិសេធភ្លាមបែរថាចាប់តាំងពីនោះទៅពួកយើងដើរផ្លូវរៀងខ្លួនតែកុំភ្លេចចាន់ចាអ្នកដែលអាចអស់ឲ្យឆុងហួរមកលុតជង្គង់សុំទោសទៅកាន់ហ្វាន់ឆុងបាននៅទីនេះមិនមែនជាយុទ្ធធម៌ទេហើយក៏មិនមែនជារាជការដែរប៉ុន្តែគឺបែកឯខាងយើងទេវិញទេសំដីប្រមាណម៉ាត់ចុងក្រោយនឹងធ្វើឲ្យច័ន្ទចាយរបស់យើងគាត់មានអារម្មណ៍ថាច្បោកច្បល់ខ្លាំងមែនទែនព្រោះអីមន្ត្រីក្បត់មុនហ្នឹងគាត់និយាយថាបើលោកនេះមានយុទ្ធធម៌មែនណាមែនមនុស្សអាក្រក់ដូចជាគាត់អាចមកធ្វើជាមន្ត្រីមានឈ្មោះល្អបានទេអញ្ចឹងច័ន្ទចាយគាត់កាន់តែវល់ទៀតគាត់មិនដឹងថាទង្វើរបស់គាត់អាចការពារមនុស្សបានប្រមាណនេះហើយយុទ្ធធម៌របស់គាត់គឺពិតជាមានមែនអត់ទេហើយមាននឹងតាន់ពេលវេលាអត់ឬមួយក៏យុទ្ធធម៌មកតតែមនុស្សស្លាប់អស់វាយឺតពេលអញ្ចឹងណាឃើញគាត់បាក់ទឹកចិត្តខ្លាំងពេកលីងឡុងមកដល់ហ្នឹងក៏លើកទឹកចិត្តព្យាយាមឲ្យដើរទៅមុខបន្តទៀតជាមួយនឹងគ្នាទោះបីជានាងកន្លងមកមិនធ្លាប់មានបទពិសោធន៍ក្នុងគុណនាងស្ទើរតែដកថយម្ដងក៏ប៉ុន្តែនាងឃើញឱកាសមួយហ្នឹងវាគឺជាឱកាសល្អដែលអាចឲ្យនាងដកបទពិសោធន៍ក្នុងពិភពគុណបានហើយនឹងអាចជួយមនុស្សបានយ៉ាងច្រើនប៉ុន្តែនៅពេលដែលឃើញថាច័ន្ទចាយហាក់ដូចជារឿងស្ទាក់ស្ទើរអញ្ចឹងនាងក៏បបួលច័ន្ទចាយចូលមកក្នុងផ្សារឲ្យដឹងថាទស្សនវិជ្ជាបន្ទាប់ឲ្យបានគេបិទកន្លែងហាងលក់កណាត់ហ្នឹងទៅមានប្រជារាស្ត្រច្រើនយកអីវ៉ាន់យកអីមកលក់នៅកន្លែងហ្នឹងឡើងអ៊ូអកតែម្ដងកាលពីមុនគេហាម5ដោយសារតែកន្លែងលក់កណាត់ហ្នឹងគេបិទណាអត់ឲ្យមានបណ្ដាគេមកលក់កណាត់អីប្រេះផ្ដាស់នៅមុខហ្នឹងទេគេទិញសិទ្ធហើយនៅក្នុងពេលនេះឃើញថាមានគេមកលក់ដូរអឹកអធឹកបែបហ្នឹងទៅលីងឡុងគាត់ក៏ប្រាប់ច័ន្ទចាយថាឃើញអត់បើគុំតែមានវត្តមានរបស់លោកមកធ្វើឲ្យកន្លែងនេះបិទម្ល៉េះប្រហែលជាអ្នកទីនេះមិនបានរីករាយនឹងលក់ដូរបែបហ្នឹងទេស្រួលមិនស្រួលអំណាចរបស់ពួកគេកាន់តែធំគេអាចមានសិទ្ធិចេញមកចាប់មនុស្សស្រីគ្រប់ពេលវេលាទាំងកណ្ដាលថ្ងៃផងក៏មិនដឹងអញ្ចឹងយើងធ្វើតែបន្តិចវត្តមានរបស់លោកធ្វើមិនទាន់ជោគជ័យផងប្រជារាស្ត្រសប្បាយសាទរដល់ថ្នាក់ហ្នឹងតែប្រសិនបើយើងអាចកំចាត់នៅទង្វើដ៏អាក្រក់របស់មនុស្សដែលមានអំណាចទាំងអាក្រក់ទាំងប្រមាណហ្នឹងម្ល៉េះសំពួកគេនឹងអាចរីករាយនឹងរស់នៅបានយ៉ាងរីករាយជាងនឹងទៅទៀតសម្ដីរបស់លីងឡុងធ្វើឲ្យច័ន្ទចាយហាក់ដូចជាមានទឹកចិត្តបង្វិញអញ្ចឹងណាពួកគាត់ឆ្លងកាត់ទុក្ខលំបាកខ្លាំងពេកទៅគាត់រៀងបាក់ទឹកចិត្តដល់ទៅពេលសម្ដីមានការលើកទឹកចិត្តនឹងឃើញទស្សនវិជ្ជាប្លែកៗអញ្ចឹងទៅអារម្មណ៍របស់គាត់ក៏ប្រសើរឡើងដែរក៏ប៉ុន្តែគាត់នៅតែមានអារម្មណ៍ថាមិនដឹងថាជឿជាក់ខ្លួនឯងខ្លាចតែមានមនុស្សស្លាប់ដោយសារតែគាត់បន្តទៀតណាលីងឡុងនឹងក៏បានប្រាប់ទៀតថាការពិតទៅមុននឹងបែកខាងបានហៅនាងឲ្យប្រាប់ថាមូលហេតុដែលគាត់ដើរតាមច័ន្ទចាយនឹងខ្លាចច័ន្ទចាយដោយសារតែរោគយុទ្ធធម៌ឲ្យមិត្តភ័ក្តិរបស់ខ្លួននឹងមិនអាចទប់កំហឹងបានសម្រាប់គេផ្ដេសផ្ដាស់បានជាគាត់មកហ្នឹងនិយាយទៅស្ដាប់សម្ដីរបស់បែកខាងគេដូចជាដឹងខុសដឹងត្រូវល្អណាស់ប៉ុន្តែលីងឡុងឆ្ងល់ថាមិនបានជាថ្មីគេបែរជាទៅជាភ្លាវបែបហ្នឹងមើលទៅវាខុសគ្នាដូចមេឃនឹងដីអញ្ចឹងណាប៉ុន្តែពួកគេក៏មិនយល់អំពីបញ្ហាហ្នឹងដែរគណៈពេលនោះលីងឡុងគាត់ក៏សួរអំពីរឿងយៈសាហ្នឹងតែមានដើមកំណត់យ៉ាងម៉េចច័ន្ទចាយបានរៀបរាប់ថាដើមកំណត់ដំបូងយៈសាហ្នឹងគឺជាបរិសម្នាក់គឺជាបុគ្គលម្នាក់ដែលគាត់ហ្នឹងប្រើប្រាស់ក្បាច់គុណប្រើប្រាស់យុទ្ធធម៌របស់គាត់ហ្នឹងតាមរងយុទ្ធធម៌ឲ្យប្រជាជនអញ្ចឹងទៅដល់ខ្លួនឯងតែម្នាក់ឯងហ្នឹងដំបូងឡើយគាត់ប្រើប្រាស់ដែររបស់គាត់ក្បាច់គុណរបស់គាត់រកយុទ្ធធម៌ក៏ពិតមែនប៉ុន្តែគាត់តែម្នាក់គឺមិនអាចបែងចែកអំពីរឿងទាំងអស់ថាតើអ្នកណាគឺយុទ្ធធម៌អ្នកណាគឺមនុស្សល្អមនុស្សអាក្រក់បាននោះទេព្រោះអីរឿងវាមានអំណាចដើមតងពាក់ព័ន្ធគ្នានឹងវារញ៉េរញ៉ៃខ្លាំងណាស់ទាល់តែដឹងអំពីដំណើរដើមតងនិងស៊ីសង្វាក់ជាមួយនឹងសាច់រឿងដល់ទៅពេលយូរទៅនឹងអយៈសានឹងបែរជាលែងអាចបែងចែកខុសនឹងត្រូវបានផ្ទុយទៅវិញបែរជាកាប់សម្លាប់នោះតាមតែអំពើចិត្តគិតថាអ្នកណាគេខុសសម្លាប់អ្នកណាគេត្រូវគឺទុកបែបនឹងឯងបែរជាយុទ្ធធម៌មិនលើទង្វើរបស់ខ្លួនទៅវិញមិនបានគិតទៅលើយុទ្ធធម៌ពិតប្រាកដនោះទេប្រហែលបានធ្វើច័ន្ទចាយនឹងអត់ទុកចិត្តទៅលើការគោរពទៅកាន់យៈសាដែលអាចគិតថាវាគឺជាពុព្វបរិសនៃការរកយុទ្ធធម៌ដើម្បីខ្លួនឯងបាននោះទេបន្ទាប់ពីនិយាយស្ដីរំសាយទុកកង្វល់មួយចំនួនទៅនៅពេលនេះច័ន្ទចាយក៏ត្រឡប់មកវិភាគវិញតែបន្ទាប់ពីគេបានចូលមកដល់វិមានឆុងសៀវនឹងឃើញថាមានអ្នកមានក្បាច់គុណជាច្រើនប្រើប្រាស់ក្បាច់គុណចេញពីបក្សសង្ឈេងគាត់ក៏សង្ស័យថាប្រហែលជាជីងយូមីងដែលជាបករបស់បកសាំងឈីងហ្នឹងហើយគឺជាហឺប៉នោះព្រោះអីមើលទៅជឿហួរក៏គោរពទៅកាន់បកសាំងឈីងដែរអញ្ចឹងបើសិនបើជីងយូមីងហ្នឹងគឺពិតជាហឺប៉ដែលជាអ្នកដឹកនាំកន្លែងបនស្រីក្រំដីនឹងពិតមែននោះគេគួរណាស់តែមានសភៅបញ្ជីកត់ត្រាអំពីឈ្មោះភ្ញៀវឬមួយក៏មនុស្សស្រីជាច្រើនដែលត្រូវបានគេចាប់ខ្លួនមកបើអាចរកឃើញបញ្ជីទាំងអស់នោះរកឃើញសាក្សីប្រកាសជាអាចបិទបញ្ចប់ក្តីនឹងបានហើយចឹងនៅពេលហ្នឹងគេក៏នឹកឃើញថាថ្ងៃមុនគេទៅបញ្ចុះសពឃើញមានភ្នោមួយផ្លាកព្រលឹងអត់មានឈ្មោះទេអញ្ចឹងគេក៏មកទីនេះដើម្បីស៊ើបអង្កេតបន្តទៀតស្រាប់តែជួបជាមួយនឹងចាងយីបេសកជនព្រះច័ន្ទរបស់វិមានហានស៊ួយចឹងធ្វើពួកគេភ្ញាក់ផ្អើលដែរមិននឹកស្មានថានេះមានធម្មតាដល់ថ្នាក់ហ្នឹងទេរៀបចំភ្នោសែនឲ្យគេចឹងណាម្នាក់ហ្នឹងគឺជាហួយតៃនឹងឯងដែលបានស្លាប់ទៅគឺជាមនុស្សស្រីម្នាក់ដែលបែកថាបានសន្យាថានឹងជួយនាងដល់ទៅពេលឃើញនាងមានមនុស្សចេតនាចឹងទៅច័ន្ទចៅក៏មកពឹងពាក់ថាគេស្ម័គ្រចិត្តចូលរួមខ្លាកំចាត់ជនពៀតដើម្បីរំដោះមនុស្សលោកក៏ដូចជារំដោះឲ្យវិមានហានស៊ួយមានសេរីភាពឡើងវិញបើគេគម្រាមទៀតអញ្ចឹងហើយចាងយីក៏ប្រាប់ថា
វិមានឆុងស៊ីវហ្នឹងនឹងត្រូវបានគេបើកដំណើរការឡើងវិញក្នុងយប់ហ្នឹងហើយប៉ុន្តែការចូលទៅទីនោះធម្មតាគឺពិតជាមិនអាចរកអ្វីបានឃើញជាផុសតាងនោះទេដោយសារទីនោះមានបន្ទប់សម្ងាត់មួយដែលលាក់ទុកបញ្ជីស្នាមនិងផុសតាងជាច្រើនទៀតលុះត្រាតែចូលទៅដល់ទីនោះទើបអាចរកផុសតាងពិតប្រាកដបានចំណែកឯប៉ៃអ៊ីខាងវិញនៅក្នុងពេលនេះគេបានសរសេរសម្បត្តិមួយច្បាប់ផ្ញើទៅកាន់បងថ្លៃរបស់គេបន្តទៀតហើយតាក់ទងជាមួយនឹងរឿងថ្នាំអំពូលនៅក្នុងខ្លួនរបស់បងប្រុសទាំងពីរគេគឺកំពុងតែព្យាយាមតាមរកកុំបារម្ភអីបន្តិចក្រោយមកកាត់មកដល់ច័ន្ទចៅវិញនៅក្នុងពេលនេះគេបានធ្វើដំណើរមកស្នាក់នៅជាមួយនឹងលីងឡុងបន្តទៀតដើម្បីរៀបចំគម្រោងចូលទៅក្នុងវិមានឆុងស៊ីវកន្លែងលក់ខ្លួនហ្នឹងទាំងអស់គ្នាហើយក្នុងពេលហ្នឹងគេក៏ព្យាយាមប្រាប់ទៅកាន់លីងឡុងថាកុំទៅជាមួយគេទៅតែម្នាក់ឯងបានហើយព្រោះបើនាងទៅជាមួយនឹងគេប្រកាសជាបែកស្មារតីដោយសារតែបារម្ភពីនាងមិនអាចគ្រប់គ្រងថាមិនអាចយកចិត្តទុកដាក់ក្នុងការប្រយុទ្ធបានអញ្ចឹងណាធ្វើឲ្យលីងឡុងលឺហើយក៏មានអារម្មណ៍ថាគេយកចិត្តចំពោះខ្ញុំដែរអញ្ចឹងក៏ចាក់ចេញទៅទាំងអៀនព្រានទៅហើយច័ន្ទចៅក៏និយាយហួរទើបនឹកឃើញថាសម្ដីហ្នឹងដូចជាបង្ហាញអារម្មណ៍របស់ខ្លួនដែរប៉ុន្តែយ៉ាងណាមិញអត់អីទេនាងស្ដាប់បញ្ជាខ្ញុំអរគុណច្រើនបន្ទាប់ពីនៅតែម្នាក់ឯងបានមកសបកស្រាប់តែច័ន្ទចៅហាក់ដូចជាមានអ្វីចម្លែកកើតឡើងដូចជាថ្នាំបំពុលដែលជឿខួរបានដាក់គាត់កាលពីមុនវាទើបតែរើឡើងទាំងអស់គ្នាតែថ្នាំបំពុលមួយហ្នឹងគឺធ្វើឲ្យជឿខួរអាចបញ្ជាច័ន្ទចៅបានប្រសិនបើច័ន្ទចៅមិនអាចគ្រប់គ្រងថ្នាំបំពុលនឹងបានណាប៉ុន្តែសំណាងល្អពេលនេះហាក់ដូចជាច័ន្ទចៅនៅតែអាចគ្រប់គ្រងខ្លួនឯងបានថ្នាំបំពុលនោះអត់ទាន់មានប្រសិទ្ធភាពមកលើខ្លួនរបស់គាត់នៅឡើយនោះទេក្លេអ៊ូមុលប៉ៅខាងវិញនៅពេលនេះគេបានធ្វើដំណើរទៅជួបជឿខួរទៀតហើយដើម្បីទាមទារយកថ្នាំបន្សាបជួយបងប្រុសរបស់គេប៉ុន្តែពេលដែលមកដល់ឃើញថាស៊ុនឆុងយៀនដែលជាកម្ពុជាថ្មីដៃម្នាក់ប៉ុន្តែត្រូវបានជឿហួរបំពុលហឹងអាចប្រើប្រាស់គេបានបញ្ជាគេបានតាមរយៈកណ្ដឹងហ្នឹងនៅពេលនេះមានអារម្មណ៍ដូចជាញៀនគ្រឿងញៀនយ៉ាងពិបាកក្នុងខ្លួនខ្លាំងមែនទែននៅពេលនេះជឿខួរក៏បានវាយធ្វើបាបទៅកាន់ប៉ៃថាដោយសារតែបង្ខំឲ្យគេធ្វើតាមគេបំធ្វើតាមសោះយ៉ាងហើយនឹងគេបានវាយប៉ុន្តែគេថាគេមិនសម្លាប់ប៉ៃທາງទេព្រោះអីហ្នឹងប៉ៃທາງគឺជាមនុស្សម្នាក់ដែលមានទេពកោសល្យអញ្ចឹងបើចង់បានថ្នាំបន្សាបជួយបងប្រុសធ្វើការគេមួយទៅតាមរកចវាយស្រុកជាងឆឹងដែលច័ន្ទចៅចាប់មកយកមកលាក់ខ្លួនទុកនោះហើយផឹកទឹកនឹងមួយកែវសិនទៅមុននឹងចាក់ចេញទៅបន្ទាប់មកយើងក៏បានដឹងដែរថាការពិតទៅជឿខួរបានកុហកទៅកាន់ប៉ៃឋានថ្នាំបំពុលដែលកណ្ដុលទាំងពីរបងប្រុសរបស់ប៉ៃឋានត្រូវហ្នឹងគឺមិនអាចបន្សាបបានទេជឿខួរគ្រាន់តែធ្វើឲ្យប៉ៃឋានលងខ្លួនទៅរហូតដល់ប្រយុទ្ធជាមួយនឹងច័ន្ទចៅមិនអាចបកក្រោយបានតែប៉ុណ្ណោះហើយពីរអ្នកហ្នឹងអត់ទាន់ដឹងថានរណាឈ្នះនរណាចាញ់ទេព្រោះសិតតែជើងខ្លាំងរៀងខ្លួនក៏ប៉ុន្តែមិនខ្វល់នោះទេនរណាឈ្នះនរណាចាញ់ក៏ដោយក៏គាត់នឹងទទួលផលប្រយោជន៍ដែរប៉ៃឋាននៅវិញគាត់ដើរមកដល់ច្រកចេញហើយកំពុងតែសម្លឹងទៅកាន់រូបយក្សសាហ្នឹងក៏ប៉ុន្តែភ្លាមនោះច័ន្ទចៅគាត់ក៏បន្លំខ្លួនចូលមកដល់ឃើញប៉ៃឋានគាត់ក៏ព្យាយាមនិយាយជាមួយនឹងប៉ៃឋានឲ្យគេត្រឡប់ក្រោយវិញតែប៉ៃឋានក៏សួរនាំថាតើចវាយស្រុកចាំងឆឹងលាក់ទុកនៅឯណាច័ន្ទចៅព្រមប្រាប់គាត់ក៏ថាមិនអីទេគាត់នឹងរកដល់ខ្លួនឯងតតែឃើញនឹងឯងលុះដល់ពេលបន្តិចក្រោយមកទៀតនៅក្នុងពេលនេះយើងក៏បានមើលឃើញថាបនស្រីក្រំដីត្រូវគេបើកសារឡើងវិញប៉ុន្តែច័ន្ទចៅជាមួយនឹងលីងឡុងក៏បានបន្លំខ្លួនចូលមកដល់បានសម្រេចដោយមានការជួយជ្រោមជ្រែងពីបេសកជនប្រចាំចាងយីក៏ព្យាយាមតាមរកគណៈពេលដែលនាងក៏ព្យាយាមការពារផ្លូវផងផ្ដល់ឱកាសទៅឲ្យលីងឡុងជាមួយនឹងច័ន្ទចៅចូលមកដល់ខាងក្នុងដើម្បីតាមរកបញ្ជីស្នាមផងអញ្ចឹងទៅដែលក្នុងពេលនោះគេរកឃើញច្រកសម្ងាត់មួយទៀតដែលអាចចូលទៅដល់បន្ទប់សម្ងាត់ដែលអាចដាក់បញ្ជីនឹងបាន